ក្រុមហាម៉ាស់បាននិយាយថាត្រៀមខ្លួនសម្រាប់កិច្ចចរចាសន្តិភាពខណៈដែលលោកត្រាំជំរុញអ៊ីស្រាអែលឲ្យបញ្ឈប់ការទម្លាក់គ្រាប់បែកនៅតំបន់កាហ្សាក្រុមហាម៉ាស់បាននិយាយកាលពីថ្ងៃសុក្រថាខ្លួនបានត្រៀមខ្លួនរួចជាស្រេចដើម្បីចាប់ផ្ដើមកិច្ចពិភាក្សាភ្លាមស្ដីពីការដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែលនិងការបញ្ចប់សង្គ្រាមនៅតំបន់កាហ្សាដោយស្វាគមន៍ការអំពាវនាវរបស់ប្រធានាធិបតីអាមេរិកលោក Donald Trump ឲ្យអ៊ីស្រាអែលបញ្ឈប់ការទម្លាក់គ្រាប់បែកលើទឹកដីប៉ាឡេស្ទីនសំណើសន្តិភាពរបស់លោកត្រាំដែលគាំទ្រដោយនាយករដ្ឋមន្ត្រីអ៊ីស្រាអែលបានអំពាវនាវឲ្យបញ្ឈប់អរិភាពក្នុងចំនួនជិត2ឆ្នាំការដោះលែងចំណាប់ខ្មាំងក្នុងរយៈពេល72ម៉ោងការដកខ្លួនបន្តិចម្ដងរបស់អ៊ីស្រាអែលចេញពីតំបន់កាហ្សានិងការរំសាយអាវុធរបស់ក្រុមហាម៉ាស់តែជាចំណុចមួយដែលក្រុមអ៊ីស្រាអែលមិនបានលើកឡើងនៅក្នុងការឆ្លើយតបរបស់ខ្លួនផែនការនេះក៏ទទូចថាក្រុមហាម៉ាស់និងបកពួកផ្សេងទៀតមិនមានទូនីតិណាមួយក្នុងការគ្រប់គ្រងតំបន់កាហ្សាដោយការគ្រប់គ្រងទឹកដីជំនួសមកវិញដោយស្ថាប័នបច្ចេកវិទ្យាដែលគ្រប់គ្រងដោយអាជ្ញាធរអន្តរការក្រោយសង្គ្រាមដែលដឹកនាំដោយលោកត្រាំខ្លួនឯងអ្នកនាំពាក្យក្រុមហាម៉ាស់បានប្រាប់ AFP ថាសេចក្តីថ្លែងការណ៍របស់ប្រធានាធិបតីត្រាំស្តីពីការបញ្ឈប់ជាបន្ទាន់នៃការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលនៅតំបន់ Gaza Strip គឺជាការលើកទឹកចិត្តគេបានបន្ថែមថាក្រុមហាម៉ាស់បានត្រៀមខ្លួនជាស្រេចដើម្បីចាប់ផ្ដើមការចរចាភ្លាមដើម្បីសម្រេចបានការផ្លាស់ប្ដូរអ្នកទោសបញ្ចប់សង្គ្រាមនិងធានាការដកទ័ពអ៊ីស្រាអែលចេញពីតំបន់ Gaza Stripនៅមុននេះលោកត្រាំបានជំរុញឲ្យក្រុមនេះទទួលយកផែនការ20ចំណុចរបស់លោកបើមិនព្រមទេនោះត្រូវប្រឈមមុខនឹងការចុះនរកទាំងអស់អ្នកសម្រុះសម្រួលសំខាន់ដូចជាកាតានិងអេស៊ីបទាំងពីរបានស្វាគមន៍ចំពោះសេចក្តីថ្លែងការណ៍របស់ហាម៉ាស់ដោយនិយាយថាពួកគេសង្ឃឹមថាការនេះនឹងជួយឆ្ពោះទៅរកការធានាបញ្ចប់ជម្លោះអ្នកនាំពាក្យរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិបានជំរុញឲ្យភាគីទាំងអស់ចាប់យកឱកាសមេដឹកនាំប្រទេសបារាំងប្រទេសអាល្លឺម៉ង់និងអង់គ្លេសសុទ្ធតែបានសាទរថាការប្រកាសនេះគឺជាជំហានដ៏សំខាន់ឆ្ពោះទៅរកសន្តិភាព